ថ្វាយបង្គំលោកម្ចាស់ថ្ងៃនេះខ្ញុំមានរឿងចង់ពិភាក្សាបន្តិចពីបញ្ហាផ្លូវចិត្តចម្រើនពរញោមគ្រូតើមានបញ្ហាអ្វីដែលធ្វើឲ្យញោមបារម្ភមែនទេខ្ញុំសង្កេតឃើញថាមនុស្សចាស់នៅក្នុងភូមិយើងហាក់មានការព្រួយបារម្ភច្រើនពិតមែនហើយមនុស្សចាស់ច្រើនតែជួបប្រទះនូវអារម្មណ៍ឯកោនិងការបាត់បង់ខ្លះគាត់ហាក់ដូចជាមានអារម្មណ៍ថាខ្លួនឯងលែងមានប្រយោជន៍សម្រាប់កូនចៅនេះជាបញ្ហាចម្បងការបាត់បង់តួនាទីក្នុងគ្រួសារធ្វើឲ្យពួកគាត់បាក់ទឹកចិត្តតើយើងគួរជួយលើកទឹកចិត្តពួកគាត់តាមរបៀបណាខ្លះទៅលោកម្ចាស់ការផ្ដល់សេចក្តីស្រឡាញ់និងការផ្ដល់តម្លៃដល់ពួកគាត់គឺជាឱសថដ៏ល្អបំផុតពេលខ្លះកូនចៅរវល់រកស៊ីពេករហូតភ្លេចសួរនាំសុខទុក្ខពួកគាត់ឲ្យបានដិតដល់ខ្ញុំត្រូវប្រាប់កូនចៅថាការស្ដាប់ពួកគាត់និយាយគឺជាការផ្ដល់កម្លាំងចិត្តដ៏ធំចុះផ្នែកសាសនាវិញតើការចូលវត្តជួយបានច្រើនកម្រិតណាដែរការស្ដាប់ធម៌និងការធ្វើសមាធិជួយឲ្យចិត្តពួកគាត់ស្ងប់និងលែងសូវខ្វាយខ្វល់ខ្ញុំមានគំនិតចង់បង្កើតកម្មវិធីជួបជុំមនុស្សចាស់ដើម្បីឲ្យពួកគាត់បានជែកគ្នាជាគំនិតល្អណាស់ញោមគ្រូការមានសង្គមធ្វើឲ្យពួកគាត់មានភាពរីករាយឡើងវិញខ្ញុំនឹងសូមអនុញ្ញាតលោកម្ចាស់ដើម្បីរៀបចំកម្មវិធីនេះនៅក្នុងវត្តអាត្មារីករាយនឹងជួយជានិច្ចដើម្បីសុខុមាលភាពរបស់ចាស់ព្រឹទ្ធាចារ្យយើងសុខភាពផ្លូវចិត្តល្អនឹងជួយឲ្យសុខភាពរាងកាយពួកគាត់រឹងមាំដែរមែនទេត្រូវហើយញោមគ្រូចិត្តជាអ្នកដឹកនាំបើចិត្តសប្បាយរាងកាយក៏ស្រស់ថ្លាអោព្រះគុណលោកម្ចាស់ខ្លាំងណាស់សម្រាប់ការផ្ដល់ដំបូន្មានដ៏មានតម្លៃនេះចម្រើនពរញោមគ្រូសូមឲ្យគម្រោងដ៏ល្អនេះទទួលបានជោគជ័យចុះ